ជំងឺពងល្បីគេដឹងថាឲ្យតែមានភីកូហ្នឹងដឹងតែអត់កូនបងប្អូនទាំងអស់គ្នាភីកូខ្ញុំបកស្រាយ6ឆ្នាំហ្នឹងហើយតែឆ្នាំនេះជាឆ្នាំដែលខ្ញុំចង់បញ្ជាក់ទៅកាន់ម្ចាស់សំណួរថាឲ្យតែកើតភីកូហ្នឹងគឺព្រួយបារម្ភដកស្លុតហើយគិតថាខ្លួនឯងដឹងថាមិនអាចមានកូនបានតែម្ដងពិតឬមិនពិតចម្លើយគឺអត់ពិតមិនពិតទេភីកូគឺជាចង្កោមរោគសញ្ញាមួយដែលគេហៅថា polycystic ovarian syndrome ពងញីទូចដែលវាអត់មានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការហៅវិវត្តឬក៏បែកខ្ជាក់ការបង្កទៅคล้ายជាមេជីវិតដែលអាចបង្កកំណើតបានអញ្ចឹងសួរថាហេតុអីបានជាពងញីហ្នឹងវាអត់អាចរីកធំធាត់បែកផ្ទុះដើម្បីបង្កកំណើតបានដោយសារតែមុខងាររបស់កសោមពងញីហ្នឹងមានជំងឺដោយសារតែកត្តាតុល្យភាពរបស់អរម៉ូនស្ត្រីដែលធ្វើឲ្យការទៅចិញ្ចឹមគ្រប់គ្រងឲ្យពងញីហ្នឹងដំណើរការហ្នឹងវាមិនបានល្អគ្រប់គ្រាន់សួរថាភីកូសនេះគឺជាដើមហេតុដែលធ្វើឲ្យស្ត្រីពិបាកក្នុងការមានកូនអត់វាជាដើមហេតុសឹងតែស្ត្រីពិបាកមានកូន 70-80% ហើយភាគច្រើនគាត់អត់មករដូវគាត់ធាត់ឡើងទម្ងន់ខ្លាំងចារដូវរអាក់រអួលគាត់បញ្ហាពិបាកមានកូនយូរស្រាប់តែមើលទៅគឺកសោមពងញីគាត់មានអភិកោសពងញីទូចហ្នឹងប៉ុន្តែករណីទាំងអស់ហ្នឹងគឺយើងសុទ្ធតែអាចព្យាបាលបានទេចាបទពិសោធន៍របស់ SP ដែលជួយអតិថិជនមានកូនរាប់ពាន់អ្នកហ្នឹងគឺក្នុងហ្នឹងសឹងតែ 90% ហើយដែលអ្នកម៉ាក់ឬក៏បងប្អូនស្ត្រីយើងមកដោយសារតែបញ្ហាពិបាកមានកូនហើយមាន PCOS ហ្នឹងហើយយើងនៅតែបន្តការព្យាបាលនៅបច្ចេកទេសជំនាញរបស់គ្រូពេទ្យយើងចាវីតាមីនអីផ្សេងរួមជាមួយការប្រឹក្សាធ្វើយ៉ាងណាឲ្យស្ថានភាពសុខភាពគាត់ល្អប្រសើរមកវិញបញ្ហាភីកូសហ្នឹងក៏អាចដោះស្រាយបានកាលណាភីកូសដោះស្រាយបានកសោមពងញីរបស់ស្ត្រីចាប់ផ្ដើមត្រឡប់មកធម្មតាវិញមានពងញីដែលវិវត្តពីតូចធំតាមដំណាក់កាលអាណាធំទៅក៏វាគេហៅថាវាបែកដើម្បីត្រៀមបង្កកំណើតទៅហើយបើស្ត្រីដែលគាត់មានបញ្ហាភីកូសហ្នឹងមកថាពងញីហ្នឹងគឺវាស្អុយបន្តបន្ទាប់គ្នាវាអត់មានដំណើរបែបហ្នឹងទេអញ្ចឹងគឺយើងអាចកែប្រែបញ្ហាទាំងអស់ហ្នឹងបានហើយនៅក្នុងវិស័យវេជ្ជសាស្ត្រក៏គេមានថ្នាំដើម្បីព្យាបាលជំងឺភីកូសហ្នឹងផងដែរអញ្ចឹងបងប្អូនកុំមានអារម្មណ៍ថាភីកូសហ្នឹងគឺជាចម្លើយនៃការមិនអាចមានកូនបានតែម្ដងគឺមិនពិតនោះទេវាជាបញ្ហាមួយក្នុងចំណោមបញ្ហាពិបាកមានកូនហើយវាអាចដោះស្រាយបានឆ្លើយតបនឹងផ្ដល់ចម្លើយជូនបងប្អូនទាំងអស់គ្នាបានអរគុណច្រើនបងប្អូនទាំងអស់គ្នាចា៎